យ៉ាហូមករាដេសួស្តីដល់គ្នាថ្ងៃនេះយើងមាន Bushu ថ្មីមួយទៀតហើយអត់តោះអូខេឥឡូវ check ទៅជាមួយគ្នា Bushu ហ្នឹងគឺតើយើងអានថា Ki Hen ហើយ Ki Hen ហ្នឹងគឺតាក់ទងជាមួយនឹងដើមឈើឬក៏រុក្ខជាតិចំពោះអត្ថន័យរបស់វាចាអញ្ចឹងនៅពេលដែលមាន Ki Hen ទៅភ្ជាប់ជាមួយនឹងកម្មជីកណាផ្សេងទៀតណាគឺនឹងវានឹងមានអត្ថន័យតាក់ទងជាមួយនឹងប្រភេទរុក្ខជាតិកាត់ចេញពីរុក្ខជាតិឬក៏ដើមឈើហ្នឹងឯងអញ្ចឹងឥឡូវយើងទៅមើលជាមួយគ្នាពាក្យទី1គឺ Momo Daisuki Momo គឺទៅផ្លែប៉េះណ៎គ្នាចាអញ្ចឹងផ្លែប៉េះគឺវាចេញពីដើមឈើណាវាដើមឈើដល់លាប់មកវាចេញផ្លែណា Momo Ume ឧមេនៅគ្នាស្គាល់ Umeshu ពពួកស្រាដែលគេធ្វើចេញពីផ្លែ Ume គេត្រាំចេញស្រាហ្នឹងចា Ume ក៏ជារុក្ខជាតិក៏ជាដើមឈើដែរហើយ Oishi ណា Umeshu Sakura នៅគ្នាស្គាល់ហើយ Sakura ផ្ដើមផ្កា Sakura ចាអញ្ចឹងដើមផ្កា Sakura គឺមានជាប្រភេទចាត់ថ្នាក់នៅក្នុងប្រភេទពួកដើមឈើណាហើយប៉ុន្តែវាជាដើមផ្កាSukue មានន័យថាតុកមកជាទូទៅយើងអាចសម័យថាពីដើមណាគឺកាលណាគេនិយាយតុកគឺគេធ្វើចេញពីឈើនឹងច្រើនឥឡូវវាអាចយើងធ្វើពីលោហៈធ្វើពីផ្លាស្ទិកអីច្រើនប៉ុន្តែពីដើមនេះដើមកំណើតឡើយគឺតុកគឺយើងធ្វើចេញអំពីឈើណាហើយឥឡូវក៏នៅតែមានតុកគេធ្វើពីឈើដែរហើយSukueពាក្យបន្ទាប់ Hayashi ហ្នឹងគឺសំដៅទៅលើព្រៃឈើចាអញ្ចឹងដើមឈើបុកមួយដើមឈើចេញព្រៃឈើណាហើយអូខេ Zairio គឺមានន័យថាគ្រឿងផ្សំនេះពាក្យថាគ្រឿងផ្សំ Zairio គឺនៅពេលដែលយើងធ្វើម្ហូបធ្វើអីណាយើងត្រូវតែទិញ Zairio ទិញគ្រឿងផ្សំមកគ្រឿងផ្សំហ្នឹងវាមានជាបន្លែមានជាសាច់មានជាគ្រាប់ធញ្ញជាតិអីផ្សេងហ្នឹងចាអញ្ចឹងនៅក្នុងនោះZairio គ្រឿងផ្សំរបស់យើងហ្នឹងក៏មានពពួករុក្ខជាតិដែរពួកបន្លែអីហ្នឹងគឺជាពពួករុក្ខជាតិđấyហើយនឹងផ្លែរបស់ដើមឈើអីមួយហ្នឹងក៏យើងយកមកប្រើធ្វើជាគ្រឿងផ្សំធ្វើម្ហូបដែរចាអញ្ចឹង Zairio គឺមានរុក្ខជាតិនៅដើមឈើនោះដែរចាអញ្ចឹងសម្រាប់ប្រភេទកម្មជីដែលមានភ្ជាប់ជាមួយនឹង Ki-hen នៅខាងឆ្វេងដៃរបស់វាគឺវានឹងមានន័យមកឬក៏តាក់ទងជាមួយនឹងប្រភេទរុក្ខជាតិឬក៏ទៅដើមឈើនោះឯងអូខេចាអញ្ចឹងយើងនឹងជួបគ្នាជាមួយនឹង Bushu ផ្សេងទៀតចាណា